បាទទស្សនិកជនជាទីមេត្រីខារបាវដណ្ដើមប្រាក់លានសប្តាហ៍នេះបាទឃើញថាគូទី1បាទពិសេសគឺថាការប្រកួតរវាងក្មួយៗកីឡាការិនីដែលបច្ចុប្បន្ននេះយើងឃើញថាដូចជាអ្វីដែលគួរគាត់ស្គាល់ CBS តែងតែផ្ដល់ឱកាសឲ្យច្រើនសម្រាប់ក្មួយៗកីឡាការិនីហើយក៏ឃើញមានកីឡាការិនីមកច្រើនជាបន្តបន្ទាប់មានទាំងនៅទីក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្តនេះគឺជាគូពិសេសទី1នៅក្នុងសប្តាហ៍នេះតើមុនការប្រកួតនេះក្មួយៗទាំងពីរបានត្រៀមលក្ខណៈបែបណាខ្លះមុននឹងទៅទស្សនាការប្រកួតជាក់ស្ដែងយើងមកជួបជាមួយនឹងក្មួយទាំងពីរជាមុនសិនថាតើការត្រៀមលក្ខណៈបែបណាហើយអ្នកណាមានសមត្ថភាពអាចយកឈ្នះអ្នកណាបានតាមក្តីរំពឹងទុកមុនការប្រកួតបានយើងជួបជាមួយនឹងពុយស្រីទាំងអស់គ្នាបាទជំរាបសួរមួយមើលណែនាំខ្លួនជូនបងប្អូនយើងស្គាល់តិចមកខ្ញុំមានឈ្មោះឈឿបស្រីតូចមកពីក្លឹបយមឈឿបគុណខ្មែរឃុំជ្រៃខាងបាត់ដំបងខេត្តបាត់ដំបងចាបទពិសោធន៍ប្រកួតបដាល់មកដល់ពេលនេះរយៈពេលប្រហែលហើយរយៈពេលទាំងហាត់ទាំងប្រកួតចាំបានទេ5 ខែ5 ខែ5 ខែបានប្រកួត8 ដង8 ដងទៅហើយចុះមុនការប្រកួតនេះតើក្មួយហ្វឹកហាត់យូរទេខ្ញុំហ្វឹកហាត់យូរដែរ6ប្រកួតនេះលទ្ធផលមិនដែរឈ្នះទាំងអស់ឈ្នះហើយស្មើ2ចាញ់ចាញ់1អញ្ចឹងមកដល់ពេលនេះឃើញថាឮថាមិញដៃគូធ្លាប់ជួបគ្នានៅណាប្រហែលទឹកប្រហែលដងជួបគ្នានៅខាងកំពង់ឆ្នាំងកាលវាយយកមេដាយចាមិនដែរលទ្ធផលចាញ់គាត់ចាញ់ពិន្ទុការនោះមិនដែរយល់ឃើញថាលទ្ធផលហ្នឹងយើងទទួលយកបានបទពិសោធន៍ពេលនោះមកដល់ពេលនេះតើយើងបានត្រៀមលក្ខណៈអីខ្លះដើម្បីយកឈ្នះដៃគូយើងសម្រាប់ការប្រកួតនេះត្រៀមហើយយើងចាញ់ភាសាអីលើកមុនចាញ់គាត់ចាញ់ចាក់ជង្គង់ហើយណាមួយខ្ញុំជ្រុះថ្មិញឥឡូវលេងអីអូខេឥឡូវមានជឿជាក់ប៉ុន្មាន%មើល50មិនតំហាឥឡូវយើងដឹងពីចំណុចខ្លាំងចំណុចខ្សោយដៃគូហើយយើងធ្លាប់ចាញ់គេម្ដងឥឡូវយើងបំពេញវាបានហើយហើយមិនក៏លើសហាមកើត80មកទៅហ្នឹងហើយនិយាយមុនចឹងឲ្យបងប្អូនថាជឿជាក់លើការត្រៀមខ្លួនរបស់យើងអញ្ចឹងមុនការប្រកួតមកដល់នេះបងប្អូនមានអីសុំកម្លាំងចិត្តអ្នកគាំទ្រលោកគ្រូមិត្តរួមក្លឹបក៏ដូចជាឪពុកម្ដាយខ្ញុំសុំអត់ទេនិយាយចេះតែវាយសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមលើកទឹកចិត្តដល់រូបនាងខ្ញុំនៅខាងប៉ុស្តិ៍ CNC បាទថ្ងៃសៅរ៍នេះម៉ោង2ចាបាទអរគុណឥឡូវគ្នាម្ដងមើលណែនាំខ្លួនជូនបងប្អូនខ្ញុំឈ្មោះកលាការនីលីសេរីណុចមកពីក្លឹបតលៃដំរីមានរ៉ាត់ធ្លាប់ជួបច្រើនដងហើយលើកនេះជួបគ្នាទីម៉ានលើកទី1លើកទី2ការនោះឈ្នះគេថាគេមានហេតុផលរបស់គេដោយសារចេះមួយចុះពីចុះលើកនេះមិញគេថាគេយកឈ្នះមួយវិញបានណាគេដឹងពីចំណុចខ្លាំងមួយខ្សោយក្មួយធៀមខ្លួនយ៉ាងណាដែរសម្រាប់ការប្រកួតនេះអត់អីទេធៀមខ្លួនបាន 100% អាយ៉ា 100% នេះ80នេះ100តើការប្រកួតជាក់ស្ដែងនឹងទៅជាយ៉ាងណាមូលហេតុត្រង់ណាដែលបងអូនជឿជាក់ថា 100% នឹងឈ្នះខ្ញុំដឹងក្បាច់គាត់ចាក់ក្បាច់គាត់បាននោះណែគេដឹងក្បាច់ហើយណាបាទហើយនេះមិញក៏គេដឹងដែរគេថាគេត្រៀមខ្លួន 100% ហើយនឹងយកចំណុចខ្វះខាតរបស់គេដើម្បីយកឈ្នះមកវិញអញ្ចឹងទស្សនិកជននេះគឺជាគូពិសេសទី1នៅក្នុងកម្មវិធីខារបាវដណ្ដើមប្រាក់លានម្នាក់ចង់យកឈ្នះមកវិញហើយម្នាក់ក៏ប្រឹងខិតខំដើម្បីបន្តជ័យជំនះបន្តទៀតសិតតែដឹងសិតត្រៀមលក្ខណៈមករៀងខ្លួនតែការប្រកួតជាក់ស្ដែងយ៉ាងទៅជាយ៉ាងណាកុំភ្លេចរងចាំតាមដានទស្សនាការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះវេលាម៉ោង2រសៀលតទៅកម្មវិធីខារ